ដែលមានការជ្រះថ្លាហើយធ្វើឲ្យល្អកកចិត្តទាំងដែលរឿងមិនមែនជារឿងរបស់ព្រះសង្ឃទេបាទគឺនៅក្នុងការបកស្រាយបង្ហាញបំភ្លឺរបស់សាលាអនុគុណខណ្ឌកំបូលតកតងជាមួយនឹងករណីដែលចែកចាយតាមបណ្ដាញសង្គមថាព្រះសង្ឃចូលក្លឹបហើយចេញមកវិញគ្រោះថ្នាក់ចរាចរណ៍ស្លាប់ធ្វើឲ្យមហាជននឹងមានមតិយោបល់ខ្លះក៏មានការជេរប្រមាថបន្ថែមខ្លះទៀតក៏មានការលើកឡើងថាធ្វើឲ្យតម្លៃពុទ្ធសាសនាធ្លាក់ចុះខ្លះទៀតក៏លើកឡើងថាឆាន់បាយរបស់អ្នកស្រុកហើយហេតុអីក៏ធ្វើអញ្ចេះមួយធ្វើអញ្ចោះមួយមានច្រើននៅក្នុង comment ដែលផុសចេញដំបូងរបស់សារព័ត៌មានមួយចំនួនដែលលោកធ្វើការផុសឲ្យចែកចាយបន្តផុសបន្តតែដោយឡែករឿងភាពជាក់ស្ដែងតែម្ដងគឺមិនមែនជាព្រះសង្ឃទេតាមការបំភ្លឺរបស់សាលាអនុគុណខណ្ឌកំបូលបាទក្នុងនោះខ្ញុំបាទសូមអនុញ្ញាតដើម្បីអានការបំភ្លឺរបស់សាលាអនុគុណខណ្ឌកំបូលគឺសេចក្តីបំភ្លឺសម្រាប់អ្នកសារព័ត៌មានខ្លះដែលយកទៅចែកចាយបន្តដាក់ថាប្រសង់ហើយនឹងធ្វើឲ្យពុទ្ធបរិស័ទមានការអសទ្ធាខ្លះហើយមានការខឹងសម្បាខ្លះទាំងដែលជនអ្នកប្រព្រឹត្តនោះគាត់ស្លាប់បាត់បង់ជីវិត2នាក់ហើយនឹងរបួស2នាក់ផងដែរបាទសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី21ខែមករាឆ្នាំ2026មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង 4:00 នាទីព្រឹកស្ថិតនៅផ្លូវឌីប៉ុកសង្កាត់គោករកាខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតនិងរបួសធ្ងន់ស្រាលចំនួន4នាក់នៅនឹងកន្លែងកើតហេតុទី1គឺឈ្មោះស៊ីតុនភេទប្រុសអាយុ34ឆ្នាំអ្នកបើកបរស្លាប់ទី2ឈ្មោះងិនវេហាភេទប្រុសអាយុ21ឆ្នាំស្លាប់ទី3ឈ្មោះចនរាភីភេទប្រុសអាយុ22ឆ្នាំរបួសទី4មឿនសារំភេទប្រុសអាយុ20ឆ្នាំរបួសទន្ទឹមនឹងនេះនៅថ្ងៃទី21អ្នកសារព័ត៌មានក្នុងបណ្ដាញសង្គម Facebook មួយចំនួនបាននាំគ្នាផ្សព្វផ្សាយថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះជាករណីព្រះសង្ឃស្លៀកពាក់ស៊ីវិលចូលក្លឹបសាលាអនុគុណខណ្ឌកំបូលមានកិត្តិយសសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថាបុគ្គលទាំង3រូបបានលាចាកសិក្ខាបទគឺសឹកកាលពីថ្ងៃទី10ខែមករាឆ្នាំ2026ត្រៀមនឹងបំពេញឧបសម្បទានៅថ្ងៃខាងមុខនេះករណីដែលមានស្បង់ជីវររបស់ព្រះសង្ឃនៅលើរថយន្តដោយសារអ្នកបើកបររថយន្តឈ្មោះសៀកតុនជាពិធីការរៀបចំបុណ្យទានផ្សេងដូច្នេះហើយសាលាអនុគុណខណ្ឌកំបូលសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលជាការផ្សាយមិនពិតធ្វើឲ្យសាធារណជនមានការយល់ច្រឡំសេចក្តីបំភ្លឺនេះគឺធ្វើនៅថ្ងៃទី21ខែមករាឆ្នាំ2026ហើយខ្ញុំបាទនេះក៏ឃើញមានមហាជនជាច្រើនយកទៅបន្តហើយមានទាំងពាក្យឌឺដងថាព្រះសង្ឃចូលក្លឹបអីចឹងទៅមានជាពាក្យផ្លែផ្កាថាខំយកបាយយកទៅឲ្យស៊ីណាសុំទោសនិយាយតាមពាក្យ comment គាត់ទេណាហើយបែរទៅជាមានកម្លាំងចូលក្លឹបអីចឹងច្រើនបែបច្រើនយ៉ាងនេះជាបញ្ហាដែលធ្វើឲ្យតម្លៃរបស់ព្រះពុទ្ធសាសនាយើងមានការធ្លាក់ថយចុះនៅជំនឿទឹកចិត្តដែលជ្រះថ្លារបស់ពុទ្ធបរិស័ទមិនទាន់បានដឹងច្បាស់លាស់ផងបែរទៅជាផ្សព្វផ្សាយជាសាធារណៈតែម្ដងហើយខ្ញុំជឿថានៅក្នុង
បណ្ដាញសង្គមរបស់យើងសពថ្ងៃនេះគឺបើតាក់ទងជាមួយនឹងការអប់រំតាក់ទងជាមួយនឹងពាក្យព្រានប្រដៅល្អមិនសូវជាផ្ទុះលឿនទេបាទមិនសូវទេតែបើតាក់ទងជាមួយរឿងប្រសង់ខូចអញ្ចេះខូចអញ្ចោះផ្ទុះលឿនហើយអ្នកព័ត៌មានចូលចិត្តផ្សព្វផ្សាយលឿនតែម្ដងហើយมันបានគិតអីទេគឺអាងតែចាប់ផ្ដើមទាញចូលគឺផុសយកតែម្ដងអត់បានគិតថាតើតម្លៃរបស់ពុទ្ធសាសនាប៉ះទៅលើអីខ្លះទៅលើជ្រុងណាខ្លះហើយទៅលើជំនឿរបស់ពុទ្ធបរិស័ទណាខ្លះអត់បានគិតទេដូច្នេះខ្ញុំកណាខ្ញុំបាទចង់បញ្ជាក់បញ្យល់ប្រាប់ថាដូចរឿងនេះអញ្ចឹងចាប់ផ្ដើមទាញវឹបគឺដាក់ថាព្រះសង្ឃចេញពីក្លឹបណាអញ្ចឹងតែម្ដងទាំងដែលគ្នាសឹកតាំងពីថ្ងៃទី10ម្លេះហើយខ្ញុំធ្លាប់មានបទពិសោធន៍កូនសិស្សរបស់ខ្ញុំគឺកាលណាឲ្យតែចិត្តដល់ពេលបំពោះកលបុត្រម្ដងគឺគ្រប់អាយុ20ឬ21អីហ្នឹងចាប់ផ្ដើមសុំលោកគ្រូសឹកហើយសឹកមួយខែសឹកកន្លះខែហើយសួរថាសឹកធ្វើអីជាទំនៀមទម្លាប់ជាច្បាប់ត្រូវតែសឹកពីនេនដើម្បីបំពេញភិក្ខុឬយ៉ាងម៉េចថាអត់ទេជាសិទ្ធិរបស់លោកថាចង់សឹកក៏សឹកទៅមិនចង់សឹកបំពេញជាសាមណេរចូលជាភិក្ខុតែម្ដងក៏បានដែរប៉ុន្តែគ្រាន់ថាសាមណេរខ្លះលោកបួស4-5 ឆ្នាំអីចឹងទៅក៏ត្រូវការកន្លះខែដើម្បីឲ្យស្រឡះខ្លួនរបស់លោកទៅចង់ទៅជាកុហកកន្លះខែឬក៏មួយខែទៅដល់ថ្ងៃបំពោះក៏ចូលមកបំពោះវិញជាភិក្ខុភាវៈអញ្ចឹងនៅក្នុងសាសនាយើងនេះមានបួស2គឺបួសសាមណេរហើយនិងបួសជាភិក្ខុបួសសាមណេរគឺអាយុក្រោម20ចាប់ពីដឹងក្តីខ្លះទៅឧទាហរណ៍ដូចជា7-8 ឆ្នាំ10 ឆ្នាំ11 12រហូតដល់20គឺមានន័យថាសាមណេរអញ្ចឹងបើចង់បំពេញឧបសម្បទាត្រូវចូលទៅបំពេញឧបសម្បទាជាភិក្ខុភាវៈតែម្ដងក៏បានតែមិនចង់ចូលទៅបំពេញតែម្ដងទេត្រូវការលាចាកសិក្ខាបទមួយអាទិត្យឬក៏កន្លះខែឬក៏មួយខែក៏បានហ្នឹងហើយនេះជាសទ្ធាទឹកចិត្តរបស់លោកដែលត្រូវចូលមកបួសសារជាថ្មីជាភិក្ខុអញ្ចឹងសួរថាក្នុងកន្លះខែនេះដើម្បីឲ្យស្រឡះនេះតើត្រូវមានព្រះសង្ឃចៅអធិការឬក៏ត្រូវមានលោកអាចារ្យឬក៏ត្រូវមានវត្តតាមថែរក្សាតាមអប់រំទៀតទេថាអត់ទេគឺជាសិទ្ធិរបស់បុគ្គលធ្វើយ៉ាងម៉េចឲ្យដល់ថ្ងៃបួសគឺមកបួសទៅចោះអត់មានខាត់ខាំងអីទៅណាហ្នឹងជាសិទ្ធិរបស់គេតែគ្រាន់តែថាសម្រាប់ទៅក្លឹបទៅអីនេះអានេះវារៀងជ្រុលហើយសម្រាប់ការសបាយហ្នឹងសបាយភ្លេចខ្លួនហើយនឹងសបាយអត់បានគិតថាសបាយហ្នឹងវាអាចផ្ដល់ផលទុកលំបាកអីសម្រាប់យើងវិញប៉ុន្តែអ្វីដែលជារឿងសំខាន់នោះមនុស្សស្លាប់ហើយប៉ុន្តែបែរទៅជាសាយភាយរឿងមិនល្អសម្រាប់ព្រះពុទ្ធសាសនារបស់យើងទៅវិញខ្ញុំក្នុងនាមអ្នកបួសមួយរូបហើយក៏រស់ដោយពុទ្ធសាសនាឡើងចង់ជាងពាក់កណ្ដាលជីវិតទៅហើយប៉ុន្តែនៅពេលដែលឃើញពាក្យប្រមាថការទានពីមហាជនតាក់ទងជាមួយរឿងប្រសង់បែបនេះធ្វើឲ្យអារម្មណ៍ហើយនឹងទឹកចិត្តមានការមិនសប្បាយចិត្តមិនរីករាយជាមួយនឹងពាក្យទាំងអស់នោះហើយក៏បើសិនជារឿងនឹងពិតថាជាបព្វជិតពិតប្រកបមែនអានឹងមិនអីទេចិត្តនឹងបេះដូងព្រមស្របថាត្រូវហេតុនឹងត្រូវបច្ច័យចឹងចុះប៉ុន្តែនេះមិនមែនជាប្រសង់ផងនេះគឺជាក្រហោះហើយគ្នាសឹកតាំងពីថ្ងៃទី10ហើយរឿងរ៉ាវកើតថ្ងៃទី21ពេលព្រឹកម៉ោង4ព្រឹកហើយយើងនាំគ្នានិយាយថាប្រសង់ចេះប្រសង់ចោះធ្វើឲ្យពុទ្ធបរិស័ទនាំគ្នាអសទ្ធានាំគ្នាមិនជ្រះថ្លានៅរឿងរ៉ាវទាំងអស់នេះអញ្ចឹងសូមជម្រាបជូនដល់បងខាងសារព័ត៌មានទាំងអស់ផងដែរមុននឹងធ្វើការផ្សព្វផ្សាយអីសូមបងមេត្តាជួយពិនិត្យជាពិសេសកុំដើម្បីបាន
like និង share ច្រើនសម្រាប់បង page របស់បងឬក៏ Facebook របស់បងប៉ុន្តែធ្វើឲ្យប៉ះពាល់តម្លៃសម្រាប់សង្គមខ្មែរយើងច្រើនជាពិសេសគឺតម្លៃរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋខ្ញុំទទួលស្គាល់ថាអ្នកបួសប្រកាសជាមានល្អប្រកាសជាមានមិនល្អតែសម្រាប់ពាក្យថាព្រះសង្ឃគឺអត់មានពាក្យថាមិនល្អទេព្រះសង្ឃសង្ឃរតនៈគឺជាព្រះសង្ឃល្អទាំងអស់បាទជាព្រះសង្ឃល្អទាំងអស់គ្រាន់ថាបុគ្គលមួយចំនួនតូចតែប៉ុណ្ណោះដែលធ្វើឲ្យតម្លៃពុទ្ធសាសនាធ្លាក់ចុះប៉ុន្តែសម្រាប់ករណីនេះគឺមិនមែនជាព្រះសង្ឃទេហើយប្អូនដែលជាអ្នកបើកបរនោះជាពិធីការត្រូវយល់ពាក្យថាពិធីការវត្តពិធីការវត្តហ្នឹងគឺអ្វីមានសពគ្រប់ក្នុងរៀបចំពិធីបុណ្យរំដោះគ្រោះណាបុណ្យច័ន្ទសុក្រីសូត្រចម្រើនបច្ចុប្បន្នអីផ្សេងពេលខ្លះពិធីការហ្នឹងលោកពិបាកនៅក្នុងការស្វែងរកស្បង់ជីវរលោកដាក់នៅក្នុងឡានហ្នឹងទៅត្រូវការបកអសពត្រូវការអីផ្សេងទៅវាអត់ពិបាកញ៉ៃទេហើយណាមួយគាត់ពិធីការនៅក្នុងវត្តផងអញ្ចឹងពេលខ្លះចាប់ពិធីបុណ្យហើយមិនបានយកទុកដាក់ឲ្យស្រួលបួលដល់ហេតុការណ៍ហ្នឹងវាកើតមានឡើងគឺនាំគ្នាយកទាំងអស់នេះទៅជាបញ្ហាថាជាព្រះសង្ឃទៅវិញហើយអនិច្ចាមួយទៀតត្រង់ថាអ្នកក្របសពនឹងទៀតនឹងមិនដឹងថាបងប្អូនខាងណាគាត់អ្នកយកទៅក្របសពនឹងយកស្បង់ជីវរនឹងយកទៅក្របតែម្ដងហិតតែធ្វើឲ្យមហាជនកាន់តែយល់ច្រឡំហើយបង្ហោះចែកចាយវីដេអូរូបភាពអីផ្សេងតាក់ទងមួយតម្លៃព្រះពុទ្ធសាសនារបស់យើងអញ្ចឹងខ្ញុំកណាខ្ញុំបាទគ្រាន់ថាសូមឲ្យបងអ្នកព័ត៌មានទាំងអស់មុននឹងចេញផ្សាយតាក់ទងជាមួយនឹងអ្វីមួយត្រូវសម្លឹងមើលផលប៉ះពាល់បាទថ្មីត្បិតថានិយាយថាបើមិនបង្ហោះមិនបង្ហាញមនុស្សខូចអត់កែខ្ញុំឯកភាពប៉ុន្តែបើបង្ហោះបង្ហាញរឿងមិនពិតហើយរឿងមិនត្រឹមត្រូវធ្វើឲ្យកាន់តែខូចខ្លាំងណាបាក់ជំនឿខ្លាំងបាត់បង់ការជ្រះថ្លាកាន់តែខ្លាំងហើយធ្វើឲ្យប៉ះពាល់តម្លៃពុទ្ធសាសនាកាន់តែខ្លាំងនេះសូមជម្រាបជូនសម្រាប់សាធារណជនទាំងអស់បានជ្រាបហើយជាពិសេសត្រូវដឹងពីការសឹកបំពេញភិក្ខុផងបាទយល់ថាការសឹករបស់បងប្អូនទាំង3នាក់គឺតាំងពីថ្ងៃទី10នោះគឺត្រូវបំពេញឧបសម្បទាឥឡូវភាពជាក់ស្ដែងសម្រាប់វត្តប្រាសាទនាងខ្មៅវិញវត្តប្រាសាទនាងខ្មៅគឺត្រូវបួសថ្ងៃទី24នេះបាទ24នេះហើយបួសនេះគឺ21ជំនាន់ហើយបួស60 50 70 80អីចឹងទៅហើយតែងតែមានកូនសិស្សមកសុំពេញភិក្ខុហើយសុំសឹកចឹងហ្មងសុំសឹកកន្លះខែលោកគ្រូសុំសឹកហ្នឹងហើយអង្គខ្លះក៏អត់សឹកទេថាពេញភិក្ខុយកតែម្ដងអានឹងជាសិទ្ធិរបស់លោកទេហើយខ្លះថាសឹកឲ្យជ្រះស្រឡះពីសាមណេរចូលភិក្ខុអញ្ចឹងទៅក៏តែងតែទូលមានតែងតែប្រាប់ណាទៅកន្លះខែហ្នឹងធ្វើម៉េចកុំសបាយភ្លេចខ្លួនព្រោះយើងធ្លាប់នៅតែលោកដែលយើងទៅសបាយជាបសក់មួយផ្លែតភ្លេចខ្លួនជាមួយនឹងសង្គមអូសទាញហៅថាសង្គមអបាយមុខណាអូសទាញអញ្ចឹងធ្វើឲ្យយើងភ្លេចខ្លួនវាប៉ះពាល់ជាមួយនឹងអាយុជីវិតហ្នឹងហើយប៉ះពាល់ជាមួយអាយុជីវិតគឺជាប្រចាំនៅក្នុងវត្តប្រាសាទនាងខ្មៅគឺតែងតែមានរឿងរ៉ាវនឹងជាប្រចាំត្រង់ថាឲ្យតែបួសគឺសុំសឹកពេញភិក្ខុហើយតែសបាយហ្នឹងច្រើនតែផ្ដាំថាឲ្យគិតឲ្យគូសបាយឲ្យមានព្រំដែនហើយសបាយឲ្យដឹងថាតើខ្លួនឯងត្រូវត្រឡប់មកបួសវិញឬថ្ងៃណាហើយត្រូវធ្វើយ៉ាងម៉េចឲ្យវាសមតម្លៃអ្នកធ្លាប់បួសតែងតែប្រាប់អញ្ចឹងនេះគ្រាន់តែជាការបញ្ជាក់ពន្យល់បន្ថែមចំពោះអ្វីដែលពុទ្ធបរិស័ទបានឃើញនៅក្នុងបណ្ដាញសង្គមថាមិនមែនជាព្រះសង្ឃទេតាមសាលានុគុណលោកបានបញ្ជាក់រួចហើយថាមិនមែនជាព្រះសង្ឃទេសឹកតាំងពីថ្ងៃទី10ម្លេះប៉ុន្តែកុំឲ្យមេត្តាចែកចាយអីបន្តអីទៀតអីព្រោះវាអត់ឃើញចំណេញអីទេសម្រាប់ព័ត៌មានមួយនេះអត់មានចំណេញអីទេអាណិតដល់គ្នាសពគ្នាស្លាប់ហើយតែស្លាប់ហើយមានឈ្មោះមិនល្អណាស្លាប់ជីវិតហើយបែរទៅជាមានឈ្មោះមិនល្អថាជាប្រសង់ចូលក្លឹបទៅវិញណាអានឹងហាក់បីដូចជាយើងនឹងញោមញីក្រុមគ្រួសារនៃសពនឹងទៅទៀតហើយ
ជាការថ្មេះតេះឌីលទៅទៀតសម្រាប់មហាជននឹងទៀតអញ្ចឹងការដែលដើរលេងក្លឹបរាំសប្បាយអីហ្នឹងជារឿងបោះប្រសក់ប៉ុន្តែក៏ខ្ញុំនៅតែមិនគ្រប់គ្រងថារឿងល្អព្រោះអីការដើរលេងស៊ីផឹកសប្បាយគឺជារឿងដែលយើងត្រូវគិតណាស់ដែលយើងត្រូវដឹងខ្លួនឯងណាស់ចំណុចណាល្អចំណុចណាមិនល្អហើយមួយទៀតសម្រាប់ការដែលលើកឡើងមករបស់មហាជនក៏អញ្ចឹងដែរអញ្ចឹងសូមការយល់ច្រឡំទាំងអស់នោះផ្អាកត្រឹមនឹងចោះថាមិនមែនជាប្រសង់ទេហើយកុំអោយមានអារម្មណ៍មិនស្រួលសម្រាប់ពុទ្ធបរិស័ទណាដែលលោកមានសទ្ធាជ្រះថ្លាហើយសូមព័ត៌មានទាំងឡាយមេត្តាផ្សព្វផ្សាយរឿងទាំងអស់នេះទៅថារឿងនេះគឺជារឿងរបស់ប្រសក់ទេគ្រាន់ថាគាត់នឹងធ្លាប់បួសហើយគាត់សឹកបំពេញភិក្ខុតាំងពីថ្ងៃទី10ហើយត្រូវបំពេញភិក្ខុថ្ងៃខាងមុខឯណោះអញ្ចឹងបែរទៅជាគ្រោះថ្នាក់ចេះឡើងកើតឡើងមកមិនមែនជាប្រសង់ទេត្រូវនាំគ្នាយល់អញ្ចឹងហើយអ្នកព័ត៌មានក៏ចឹងដែរត្រូវមានការផ្សព្វផ្សាយហ្នឹងមេត្តាផ្សព្វផ្សាយអ្វីដែលជារឿងត្រឹមត្រូវក្នុងបណ្ដាញសង្គមតែចេញភ្លាមទៅគឺចាយજાયហើយរឿងដែលផ្ទុះខ្លាំងហ្នឹងគឺរឿងលោកសង្ឃហ្នឹងហើយហើយតែចាប់ផ្ដើមផុសគឺមានឈ្មោះប្រសង់គឺលឿនណាស់លឿនហ្មងនឹងខ្ញុំឃើញអញ្ចឹងឯងពីអប់រំពាក្យដាស់តឿនពាក្យសិលធម៌អីផ្សេងមិនសូវលឿនទេប៉ុន្តែបើរឿងខូចគឺតាចេញប្រុសគឺលឿនតែម្ដងអញ្ចឹងហើយមុននឹងគិតរឿងហ្នឹងមុននឹងផ្សព្វផ្សាយគួរតែពិចារណាបាទឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយផលលំបាកផលពិបាកនឹងផលដែលនាំឲ្យវិនាសកម្មសម្រាប់ការសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងនាមយើងជាពុទ្ធបរិស័ទខ្មែរហើយក៏ជាអ្នកកាន់ពុទ្ធសាសនាហើយក៏ជាសាសនារបស់រដ្ឋដែរហ្នឹងតើតែយើងគិតពិចារណាអញ្ចឹងនេះខ្ញុំបាទចូលរួមដាស់តឿនបញ្ជាក់បន្ថែមប៉ុណ្្នឹងទេសម្រាប់សទ្ធាពុទ្ធបរិស័ទទាំងអស់សូមមេត្តាឈប់ចែកចាយបន្តទៅហើយសូមមេត្តាកុំយល់ច្រឡំអីបន្តទៀតទៅគឺមិនមែនជារឿងប្រសង់ទេណាគឺជារឿងរបស់គ្រហស្ថបាទហើយក៏ជាការផ្ដាំផ្ញើផងដែរថាការសប្បាយយ៉ាងណាក៏ដោយគួរគិតពីខ្លួនឯងផងដែរហ្នឹងហើយកុំសប្បាយភ្លេចខ្លួនដោយពាក្យចាស់លោកថាសប្បាយคล้ายជាទុក្ខចឹងសប្បាយឲ្យស្រួលល្មមអាចដឹងខ្លួនឯងថាវាមិនអាចនាំមកនៅសេចក្តីទុក្ខហើយសប្បាយជ្រុលផឹកជ្រុលដើរលេងជ្រុលធ្វើឲ្យមានបញ្ហាមិនមែនតែយើងទេគឺបញ្ហាសម្រាប់គ្រួសារយើងផងបញ្ហាសម្រាប់សង្គមយើងផងនេះខ្ញុំបាទសូមអនុញ្ញាតបកស្រាយប៉ុណ្ណេះហើយមានកំហុសខុសឆ្គងអីសូមអស់លោកសប្បុរសឬក៏អ្នកប្រាជ្ញបញ្ញវន្តទាំងឡាយពុទ្ធបរិស័ទទាំងអស់មេត្តាខន្តីអភ័យទោសដោយសេចក្តីអនុគ្រោះចំពោះរូបខ្ញុំបាទផងបាទសូមគោរពអរព្រគុណសូមអរគុណ